ប្រភេទចែងចែងយកខ្លាចយើងធ្វើការដាក់វាម្ដងទៅហ្នឹងហើយដោយសារតែពួកហ្នឹងវាលក្ខណៈជាការសំប៊ីហ្នឹងហើយតែវាចូលមកដាក់វាម្ដងទៅហ្នឹងតែយើងមានរត់នាងដែរយើងទៅខ្លាចអី2នាក់ហើយវាមកដល់ផ្ទុះយកតែម្ដងហ្នឹងហើយឥឡូវធ្វើការកាប់វាចោលសិនតែកាលណាបើមានវាគឺលក្ខណៈថាយើងរៀងខ្លាចមួយនេះគឺពេលថ្ងៃក៏វាអាចចេញមកក៏ធ្វើបាបយើងបានដែរបើថាវាអត់មានចាញ់កម្ដៅថ្ងៃដូចអូខេសួស្តីបងប្អូនទាំងគ្នាជួបជាមួយនឹងខ្ញុំទៀតហើយវិចិត្រ Solo ឬក៏ហៅថាវិចិត្រ Solo Gaming បងប្អូនទាំងគ្នាហើយសូមណែនាំខ្លួនម្នាក់មួយផងហ្នឹងហើយដោយសារថាយើងទៅបង្កើត YouTube បើថ្មីអញ្ចឹងណាបងប្អូនខ្លះបង្កើតលក្ខណៈចម្រៀងហើយលក្ខណៈដូចជា remix អីចឹងណាហើយយើងឥឡូវយើងមកធ្វើការលេង game ម្ដងហ្នឹងហើយដោយសារថាយើងលេង game យូរក៏តែអត់ដែលបានថតអញ្ចឹងឯងដោយសារតែឃើញបងប្អូនច្រើនគឺគាត់លេងថតហើយខ្ញុំមកលេង game មួយហ្នឹងគឺមកលេង game ជាមួយនឹង game Minecraft បងប្អូនទាំងគ្នាហើយ game Minecraft ហ្នឹងគឺទៅដោនលេងដែរទេបងប្អូនទាំងគ្នាអត់សូវចេះលេងទេហ្នឹងហើយពីមុនធ្លាប់លេងដូចគ្នាបងប្អូនទាំងគ្នាហើយយូរដែរបងប្អូនទាំងគ្នាហើយយើងសូមឲ្យរាប់តែម្ដងទៅហ្នឹងហើយដោយសារថាយើងយូរហើយយើងផ្លេចដៃផ្លេចជើងហើយបងប្អូនទាំងគ្នាហ្នឹងហើយដោយសារតែឃើញបងនៅក្នុង YouTube គាត់លេង game ច្រើនអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាចង់ថតលេងពួកគាត់ដែរហ្នឹងហើយអញ្ចឹងខ្ញុំមកថតលេងតែម្ដងទៅបងប្អូនទាំងគ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំលក្ខណៈថាយើងចូលមកធ្វើការជាមួយនឹងលាអាងយើងហើយលាអាងនេះគឺខ្ញុំធ្វើការចោះរាវឯងបងប្អូនទាំងគ្នាតែចោះឡើងចៃដនអីបងប្អូនទាំងគ្នាយើងជួបជាមួយនឹងលាអាងស៊ុំប៊ីមួយបងប្អូនទាំងគ្នាគឺលាអាងនេះលាអាង Super បងប្អូនទាំងគ្នាហ្នឹងហើយលាអាងប្រភេទស៊ុំប៊ីផ្ទុះអញ្ចឹងយើងចោះចាក់ឡើងទៅគឺមកជួបជាមួយនឹងលាងហ្នឹងហើយលាងហ្នឹងជ្រៅមែនតើបងប្អូនគ្នាបើយើងចោះទៅមកគឺលក្ខណៈថាវាគ្រោះថ្នាក់ដែរបងប្អូននេះបើសិនតែយើងចោះទៅអាចនឹងធ្លាក់ទៅគឺងាប់តែម្ដងបងប្អូនបន្ទាប់ពីខ្ញុំឡើងមកដល់លើផ្ទះហើយគឺខ្ញុំទៅធ្វើការទៅរកដាំដំណាំយើងសិនដោយសារដំណាំយើងគឺយើងដាំមិនតាន់ចប់ទេហើយយើងដាំហ្នឹងគឺដាំបានត្រឹមស្រូវទេនៅដលងមួយទៀតហើយដលងហ្នឹងគឺខ្ញុំកាប់បានពីស៊ុំប៊ីមកទេយកបន្តពូជទៅបានប្រហែលដើមប្រហែលគុំហ្នឹងហើយយើងមកធ្វើការយកដីយកអីសិនហើយដីដែលយើងសល់ហ្នឹងបងប្អូនយើងដែលយើងសល់ពីផ្ទុះពី stepper គឺយើងកាប់រាវលាងរាវអីហ្នឹងវាបានមកសំគឺបានប៉ុណ្ណេះបងប្អូនហ្នឹងហើយដីពេលដែលយើងអត់ត្រូវការគឺបានមកច្រើនមែនតើបងប្អូនហើយតែកំភៃបងប្អូនវានៅមានការងារវាច្រើនទៀតបងប្អូនព្រោះអាដីនឹងថ្មហ្នឹងវាសិតតែលក្ខណៈថាសិតតែមានប្រយោជន៍ទេប៉ុន្តែយើងលក្ខណៈថារត់ឃើញណាហើយពេលខ្លះអ្នកបងប្អូនមួយចំនួនក៏គាត់លេងហ្គេមគាត់ថាគាត់វល់មែនតើជាមួយនឹងអាដុំដីជាមួយនឹងរ៉ែអស់ហ្នឹងហើយតែខ្ញុំអត់ទេហ្នឹងហើយពួកហ្នឹងទៅទៀតខ្ញុំនឹងធ្វើផ្ទះថ្មមួយទៀតបងប្អូនអាថ្មកាត់ចោលពីលាងហ្នឹងហើយខ្ញុំធ្វើលក្ខណៈអង្គធំបណ្ដោយតែយើងអត់តន់ទេបងប្អូនហ្នឹងហើយយើងធ្វើការរៀបអវ៉ាន់រៀបអីសិនទៅហ្នឹងហើយដោយសារថាអវ៉ាន់ទាំងអស់ហ្នឹងគឺវាញ៉េញ៉ាយហ្នឹងហើយបើសិនតែយើងអត់រៀបអត់អីទេគឺលក្ខណៈថាចុចច្រឡំហ្នឹងនេះបងប្អូនខ្ញុំឆ្ងល់ជាងគេបងប្អូនជាមួយណាដីអត់នេះអាលឿងណាហ្នឹងក៏ហើយគេបងប្អូនខ្ញុំអត់ស្គាល់ទេអត់ស្គាល់សោះតែមកហើយឥឡូវយើងធ្វើការរៀបដីបងប្អូនហើយបន្ទាប់ពីយើងរៀបអីអស់ហើយយើងមកធ្វើការដុតតារ៉ែចោលមួយសិនបងប្អូនដោយសារថាយើងពេលខ្លះពេលវេលាក៏យើងអាចឆ្លៀតបានដែរបងប្អូនហ្នឹងហើយអញ្ចឹងយើងធ្វើការដុតតារ៉ែដុតអីចោលសិនហើយយើងចេញទៅធ្វើដំណាំធម្មតាពេលដែលយើងមកវិញហ្នឹងគឺរ៉ែរបស់យើងគឺដុតរួចរាល់ហើយឥឡូវធ្វើការទៅដាំដំណាំយើងសិនហើយដំណាំដែលយើងដាំហ្នឹងគឺដំណាំដលងដូចខ្ញុំបានប្រាប់បងប្អូនដំបូងហ្នឹងហើយដំណាំដលងហ្នឹងគឺខ្ញុំដាក់គៀកជាមួយនឹងដំណាំស្រូវយើងហ្នឹងហើយពេលហ្នឹងគឺខ្ញុំចេញមកបងប្អូនចេញមកគឺមកសបកផងគឺយប់ក៏ចាប់ផ្ដើមមកភ្លាមហ្មងហើយបន្ទាប់ពីវាយប់មកហើយបងប្អូនគឺខ្ញុំធ្វើការចូលទៅផ្ទះវិញហ្នឹងហើយគឺយប់លឿនមែនតើបងប្អូន Minecraft នេះឥឡូវមានអារម្មណ៍ថាគេអាប់ដេតថ្មីគឺយប់លឿនមែនតើហើយយើងធ្វើអីមិនទាន់បានមេម៉សាច់បាច់ផងបងប្អូនហើយឥឡូវយប់លឿនហើយឥឡូវហ្នឹងហើយយើងធ្វើការដេកទៅសិនតែម្ដងហើយបន្ទាប់ពីយើងដេកហ្នឹងយើងធ្វើការកាន់ជាមួយនឹងសាច់ម្ដុំញ៉ាំសិនអាហ្នឹងលេងទីមនុស្សយើងធម្មតាអញ្ចឹងណាបងប្អូនទាំងគ្នាហើយវាសប្បាយត្រង់ឲ្យយើងចិត្តផលិតអីបានដូចហ្គេមលក្ខណៈដូចហ្គេមអានេះពេចឈ្មោះបានទេបងប្អូនគ្នាវាលក្ខណៈដូចមនុស្សយើងអញ្ចឹងយើងអាចលេងផលិតលេងអីបានអញ្ចឹងណាតែនេះគឺលក្ខណៈដូច Minecraft ហ្នឹងបង Minecraft គឺជ្រុងមានតាមឈើមានអីតែខ្ញុំគាត់ថា Minecraft គឺខ្ញុំលេងយូរដែរហើយបងប្អូនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងហ្នឹងហើយតែដោយសារថាឥឡូវគឺវាអត់ទាន់សាបសូន្យណាគេអាប់ដេតមកច្រើនទៅ
ដូច Minecraft សេរី game ឥឡូវហ្នឹងបងប្អូនអត់ងាយសាបទេឥឡូវគឺនៅមានអ្នកលេងច្រើនណាស់ឥឡូវយើងធ្វើការរកប្លង់រកអីត្រឹមត្រូវសិនហ្នឹងហើយអញ្ចឹងទៅដាំទៅវាមានស្តង់ដាវាស្អាតហើយបន្ទាប់ពីយើងរើសប្លង់ហើយគឺយើងធ្វើការរៀបតែម្ដងទៅយើងកុំឲ្យចាំពេលយូរយើងធ្វើការរៀបចំដុំយកតែម្ដងហើយយើងមើលជាមួយនឹងប៉ែលបងប្អូនឥឡូវយើងតរផលិតប៉ែផលិតអីដើម្បីយកមកកាប់ដុំដីដែលយើងដាក់ខុសសិនអាហ្នឹងវាលឿនប៉ែបងប្អូនហ្នឹងហើយដោយសារតែយើងកាប់នឹងដៃវាយូរពេកចឹងយើងត្រូវការយកប៉ែវិញហ្នឹងហើយប៉ែយើងចូលមកមើលក្នុង YouTube នេះសិនដល់ខែយើងទុកចោលយើងអីចឹងហ្នឹងហើយបន្ទាប់ពីយើងយកប៉ែហើយគឺយើងឃើញជាមួយនឹងកាឌៀវហ្នឹងយើងឈៀតយកកាឌៀវមួយសិនទៅបងប្អូនហើយកាឌៀវដែលខ្ញុំយកទៅហ្នឹងអាកាឌៀវសល់ពីកាត់តាំងពីចំនួនមុនយើងធ្វើជាមួយនឹងស្រូវតែឥឡូវយើងយកដើមគល់ឈើយកមកមួយដើម្បីយើងផលិតជាចង្កឹះធ្វើប៉ែយើងអូខេឥឡូវណាហឹបអីចង់វិញហឹបខ្លួនឯងកន្លែងនេះបងប្អូនទាំងគ្នាអូនេះអាកន្លែងហឹបហ្នឹងគឺខ្ញុំដាក់ក្លៀតនឹងក្លៀតជាមួយនឹងចង្ក្រានបងប្អូនពេលដាក់អញ្ចឹងទៅវាអត់វាទលាយផ្ទះវាអត់ស្អីនេះគាត់ថាវាជាយើងអៀតអាបានយើងតិចបងប្អូនយើងពិបាកមើលគាត់ថាវាពិបាកឯងបងប្អូនលាយយូរទៅបើយើងចិត្តធ្វើផ្ទះថ្មីអីខ្ញុំធ្វើផ្ទះថ្មីអីគឺផ្ទះហ្នឹងគឺខ្ញុំទុកដាក់តែហឹបទេបងប្អូនខ្ញុំអត់ដាក់ជាមួយនឹងអាបានទាំងអស់នេះទេហ្នឹងហើយដុំថ្មច្រើនហ្នឹងគឺខ្ញុំទុកធ្វើជាមួយនឹងអង្គវត្តយើងហ្នឹងហើយអង្គវត្តទេបងប្អូនធ្វើជាមួយនឹងលក្ខណៈថាផ្ទះធំដូចជាលក្ខណៈអង្គអញ្ចឹងណាអូខេឥឡូវយើងមកធ្វើការដាក់ដីយើងបន្តហើយវីដេអូនេះខ្ញុំរៀងកាត់បន្តិចដោយសារតែទុកទៅវាយូរទៅបងប្អូនមើលអាចនឹងសាំអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការកាត់វាទៅហើយយើងមានប៉ែយើងចាំធ្វើទៀតយើងដាក់ខុសកាប់ទៅហើយដុំដីនេះគឺខ្ញុំដាក់ឲ្យរៀងស្មើជាមួយនឹងស្រូវដោយសារថាដាក់ស្មើទេអញ្ចឹងគឺវាមើលទៅអត់ឃើញស្អាតទេបងប្អូនហើយធ្វើការវាស់ប្លង់វាស់អីចឹងវាស់ប្លង់តាំងពីកន្លែងស្រូវហ្នឹងទៅហើយធ្វើការដាក់ដីបន្តយើងទៀតបងប្អូនហ្នឹងហើយដោយសារថាជាងឃើញប្លង់អីអស់ណាយើងធ្វើការដាក់ទៅបងប្អូនហ្នឹងហើយបន្ទាប់ពីយើងដាក់ដីឲ្យវាពេញហើយធ្វើការដាក់ឲ្យវារៀងជ្រុងអញ្ចឹងសិនហើយបន្ទាប់មកយើងដាក់ជាមួយនឹងដុំដីកណ្ដាលមួយទៀតបងប្អូនទាំងគ្នាហើយធ្វើម៉ូដហ្នឹងគឺម៉ូដខុសប្លែកពីដីដាំស្រូវហ្នឹងហើយថាដីដាំស្រូវម៉ូដផ្សេងអញ្ចឹងយើងដាក់ដីដាំដលងឲ្យម៉ូដផ្សេងអញ្ចឹងណាឲ្យវាខុសគ្នាតិចណាបើយើងដាក់ដូចគ្នាពេកបងប្អូនមើលទៅវាអត់សូវស្អាតណាស់ទេអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអស់ដីអញ្ចឹងបងប្អូនទាំងគ្នាអស់ដីអញ្ចឹងគឺខ្ញុំធ្វើការទៅរកកាប់ដីបន្តហ្នឹងហើយបន្ទាប់ពីការទៅធ្វើការកាប់ដីបន្តហ្នឹងគឺខ្ញុំដើរទៅចូលទៅមើលក្នុងផ្ទះសិនគេក៏មានដីអីផ្សល់ទៀតហ្នឹងហើយតមកគឺខ្ញុំចូលមកគឺខ្ញុំឃើញអាផ្ទះខ្ញុំហ្នឹងគឺឆែបខាងដោយសារតែខ្ញុំភ្លេចដាក់ដុំដីអញ្ចឹងណាអាការពេលធ្វើណាអត់ដឹងថាផ្ទះខ្លួនឯងឆែបសោះអញ្ចឹងខ្ញុំធ្វើការយកអាដុំដីដែលយើងសល់ហ្នឹងយើងយកមកហើយដុំដីបងប្អូនច្រឡំឈើហ្នឹងហើយឈើហ្នឹងយើងដែលយើងសល់ច្រើនណាឈើហ្នឹងគឺខ្ញុំកាប់ពីក្រោយអាកន្លែងខ្ញុំដាំជាមួយនឹងដំណាំមិញទេបងប្អូនគ្នាដោយសារតែកន្លែងហ្នឹងគឺមានឈើច្រើនមែនតើបងប្អូនតែខ្ញុំកាត់ចោលយកមកខ្លះយកមកផលិតជាលក្ខណៈឈើជុងធ្វើផ្ទះអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងធ្វើការដាក់ដុំដីតទៅបន្ទាប់ពីយើងកាប់ដីយើងរួចហើយយើងធ្វើការដាក់តែម្ដងទៅយើងក៏ចាំពេលយូរបងប្អូនគ្នាអញ្ចឹងយើងកុំឲ្យសាំញ៉ាំយូរហើយវីដេអូខ្ញុំរៀងកាត់ទេបងប្អូនតែយើងកាត់ប្រាប់ដំបូងអញ្ចឹងបងប្អូនហ្នឹងហើយធ្វើការកន្លែងនេះខាទេបងប្អូនហ្នឹងហើយដោយសារតែអត់ខាទេគឺវារៀងយូរតិចហើយបញ្ជាក់ថាបងប្អូនវីដេអូនេះគឺខ្ញុំធ្វើឲ្យបានខ្ញុំយកមកបញ្ចូលសម្លេងតាមក្រោយដោយសារថាយើងនិយាយបដាយើងធ្វើបដាហ្នឹងដោយសារថាវាសក់កទៅបងប្អូនហើយវីដេអូនេះវែងណាបងប្អូនម្យ៉ាងទៀតយើងអត់បានកាត់បានអីអញ្ចឹងយើងពិបាកបញ្ចូលសម្លេងហើយដោយសារថាយើងអត់មានដីមានអីបន្ថែមអញ្ចឹងគឺយើងធ្វើការរកកាប់ដីបន្ថែមអញ្ចឹងយើងកាត់ដាក់អញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយយើងខ្ជិលកាត់ច្រើនអញ្ចឹងកាលណាយើងកាត់ច្រើនទៅគឺវាអត់មានកន្លែងទុកទេបងប្អូនហ្នឹងហើយអាដីហ្នឹងពេលដែលយើងអត់ត្រូវការគឺវាច្រើនមែនតើវាអត់ត្រូវការអញ្ចឹងវាច្រើនមែនតើនឹងពីខាងណាទេដល់ពេលយើងត្រូវការទៅវាដាក់ទៅងាយអស់ចូលធ្វើការកាប់វាចោលតែម្ដងហើយបន្ទាប់ពីយើងកាប់ហើយគឺយើងដើរបកមកកន្លែងដំណាំស្រូវយើងវិញដំណាំដំឡូងយើងវិញបងប្អូនហើយយើងធ្វើការដាក់ទៅបងប្អូនហើយដីហ្នឹងគឺខ្ញុំកាប់លើសទៀតបងប្អូនកាប់លើសគឺយើងដាក់ទៅវាសល់អញ្ចឹងណាហ្នឹងហើយទៅពេលវាសល់ទៅយើងអត់ដឹងថាអីយើងទុកហ្នឹងតែម្ដងហើយយើងដាក់មកសបកមិនទាន់បានដឹងស្អីទៅស្អីផងបងប្អូនទាំងគ្នាគឺយប់ទៀតបាត់ទៅហើយបងប្អូន
ដូចខ្ញុំនិយាយចឹងបងប្អូនជប់លឿនមែនតើតែម្ដងហ្នឹងហើយបន្តមកយើងធ្វើការចូលទៅផ្ទះយើងបងប្អូនចូលទៅផ្ទះយើងធ្វើការដេកតែកន្លែងនេះដេកអត់បានគឺខ្ញុំលក្ខណៈថាមួម៉ៅមែនតើហ្នឹងហើយដេកត្រឡប់ទៅបានណាហ្នឹងហើយមិនដឹងតែចុចឲ្យវាត្រូវមិនទេហើយបន្តពីយើងដេកមកសបកហើយគឺភ្លឺឡើងគឺយើងបកទៅកន្លែងដំណាំយើងវិញហ្នឹងហើយបានទៅស៊ីអីលុបមុខលុបមាត់ទេបងប្អូនគឺយើងជួបជាមួយនឹងការងារហើយមួយថ្ងៃនេះបងប្អូនទាំងគ្នាយើងចូលលេងហ្នឹងប្រហែលជាមួយថ្ងៃទៅបានមួយថ្ងៃទេបងប្អូនទាំងគ្នាហើយយើងធ្វើជាមួយនឹងដីមួយថ្ងៃគឺយើង design ជាមួយនឹងឈើសងខាងហ្នឹងមួយថ្ងៃហើយបន្ទាប់ពីយើងដាក់ឈើហើយគឺយើងដាក់ប្រច្រាស់យើងទៅយកអានេះកាប់វាតែម្ដងទៅអូខេយើងធ្វើការដាក់វាទៅឥឡូវយើងឃើញថាយើងអស់ឈើហើយបងប្អូនយើងចូលទៅរកកាប់ឈើក្នុងព្រៃបន្តិចសិនហ្នឹងហើយឈើកន្លែងនេះគឺបងប្អូនគ្នាខ្មៅមែនតើគឺវាលក្ខណៈស្អាតហើយវាមានដីមួយទៀតបងប្អូនគ្នាដែលលាកលក្ខណៈថាប្រភេទដីធម្មតាហ្នឹងហើយតែយើងចូលមកដីខ្មៅនេះគឺដាក់អីគឺដោះលឿនមែនតើបងប្អូនគ្នាដោយសារតែដីខ្មៅនេះខ្ញុំចូលចិត្តជាងគេហើយម្យ៉ាងទៀតគឺខ្ញុំកាត់នៅក្នុងដីខ្មៅហ្នឹងបងប្អូនគ្នាអញ្ចឹងយើងធ្វើការមិនដីខ្មៅហើយដើមឈើខ្មៅមិនដែរតែពេលវារៀងមកលុបទៅមើលទៅឃើញខ្មៅអញ្ចឹងហ្នឹងវិញតាមតំបន់ណាហ្នឹងហើយដីហ្នឹងគឺវាដោះលឿនអីក៏លឿនបងប្អូនគ្នាដូចដីដូចយើងធម្មតាទេហើយតែការកាប់ឈើបន្ថែមដាក់ទៅងាយអស់បងប្អូនគ្នាហ្នឹងហើយឈើតាមនេះគឺវាច្រើនមែនតើបងប្អូនគ្នាដំបូងហ្នឹងគឺដោយសារតែខ្ញុំកាត់ចោលខ្លះអញ្ចឹងណាហ្នឹងហើយបន្តមកធ្វើការកាប់វាទៅបងប្អូនគ្នាហ្នឹងហើយដើមឈើមានអារម្មណ៍ថាវារីកខ្ពស់មែនតើបងប្អូនគ្នាតែពេលកាប់អត់ដល់បងប្អូនគ្នាគឺខ្ញុំត្រូវយកដីប្រហែលដុំហ្នឹងយកមកទល់ហើយកាប់យកតែម្ដងបងប្អូនគ្នាហ្នឹងហើយដោយសារតែយើងរៀងទៀបដែរអញ្ចឹងណាអូខេយើងធ្វើការកាប់យកតែម្ដងទៅបន្ទាប់ខ្ញុំកាប់ដីវិញហើយយើងចោះទៅរកកាប់ឈើនៅខាងក្រោមទៀតបងប្អូនគ្នាហើយបន្ទាប់មកយើងធ្វើការកាប់យើងកាប់ចទើដូចរាល់ដងគ្នាបន្ទាប់មកយើងធ្វើការយករៀបមកដោយសារតែដើមឈើយើងគឺបានរៀងច្រើនស្កាលដែរបងប្អូនគ្នាហ្នឹងហើយចឹងធ្វើការរៀបហើយបន្ទាប់ពីរៀបហើយអីអស់បងប្អូនគ្នាអត់មានអីច្រើនទៀតទេបងប្អូនគ្នាយើងដើរទៅរកប៉ោយដងទឹកសិនបងប្អូនគ្នាហើយមូលហេតុដែលខ្ញុំធ្វើដំណាំចិត្តទឹកហ្នឹងដោយសារថាខ្ញុំហ្នឹងគឺដោយសារតែយើងខ្ជិលដើរដងទឹកឆ្ងាយដល់ពេលអញ្ចឹងទៅយើងធ្វើចិត្តទឹកហ្នឹងទៅហើយម្យ៉ាងទៀតវាលឿនផងហើយមកយើងធ្វើការមកយកធុងពេត្រូយើងទៅរកដាក់ទឹកសិនហ្នឹងហើយដល់ពេលយើងយកធុងពេត្រូហើយយើងធ្វើការចេញទៅតែម្ដងបងប្អូនហ្នឹងហើយកុំឲ្យយើងនៅរីរយូរដល់ពេលរីរយូរទៅវីដេអូវាគឺយូរតាមហ្នឹងបងប្អូនគ្នាហើយធ្វើការដងទឹកដងអីអញ្ចឹងហ្នឹងហើយកន្លែងដំណាំដំឡូងហ្នឹងគឺវាទឹកចិត្តជាងស្រូវដោយសារថាស្រូវហ្នឹងវាមានដីវែងអញ្ចឹងណាហ្នឹងហើយអាដីវែងហ្នឹងមិនមែនដីពីដើមវាទេដោយសារតែដីហ្នឹងគឺវាខ្ញុំទៅបដាក់ថ្មីហ្នឹងហើយបងប្អូនហ្នឹងហើយបន្តមកធ្វើការដាក់មកបងប្អូនដាក់នៅក្នុងកឡុកយើងមកហើយដំណាំធម្មតាបើសិនតែវាអត់ទឹកទេគឺវាអត់ដោះទេបងប្អូនគ្នាដាក់បណ្ណាក៏នៅតែដោះដែរហ្នឹងហើយបន្ទាប់ពីខ្ញុំដាក់ទឹកជាមួយមួយសបកបងប្អូនភ្លៀងក៏បានមកឈូបងប្អូនហើយភ្លៀងហ្នឹងគឺមកដល់គឺអត់ចូលទេអត់ចូលអីតែសារចូលទេមិនដឹងថាធ្វើអីបងប្អូនគ្នាយើងធ្វើការដាក់ដាំដំណាំទាំងភ្លៀងទាំងអីទាំងម្ដងទៅបងប្អូនដោយសារថាដាក់ធ្វើបដាគឺរៀងភ័យបដាខ្លាចទៅស៊ុំប៊ីអីមកអញ្ចឹងណាដោយសារទៅស៊ុំប៊ីពេលភ្លៀងអញ្ចឹងគឺវាចេញមកដោយសារតែវារៀងតិចជាងយប់អញ្ចឹងយប់វាមកច្រើនជាងពេលភ្លៀងណាពេលភ្លៀងហ្នឹងវាអត់សូវមានចេញមកទេហើយស៊ុំប៊ីដែលក្រៅពីហ្នឹងដូចថា skeleton ដូចជាលក្ខណៈដីសាច់ខៀវហ្នឹងអាហ្នឹងខ្ញុំអត់សូវខ្លាចបានទេបងប្អូនខ្ញុំខ្លាចជាងគេតែអត់ផ្ទុះទេពេលខ្លះដំណាំយើងកំពុងដាំអញ្ចឹងបងប្អូនយើងកំពុងដាំស្រូវអញ្ចឹងគឺវាមកពីក្រោយមិនដឹងតែមកពីខាងណាខាងណីបងប្អូនមកដល់ទាំងយកតែម្ដងវាអត់មានឲ្យសញ្ញាឲ្យមុនឲ្យអីមុនទេហ្នឹងហើយខ្ញុំខ្លាចហើយបន្ទាប់ពីខ្ញុំធ្វើការកាប់ដីជាមួយសបកបងប្អូនគ្នាភ្លៀងរហូតដល់យប់បងប្អូនគ្នាវាធម្មតាមាញ់ក្រាស់បងប្អូនតែភ្លៀងហើយរហូតដល់យប់ហើយវាអត់ដែលរាំងពេលថ្ងៃអញ្ចឹងវាដល់យប់បានយើងបានតែដេកអញ្ចឹងពេលភ្លៀងពេលថ្ងៃអញ្ចឹងយើងដេកអត់លក់ទេបងប្អូនដេកអត់កើតទេហ្នឹងហើយតើយប់ដល់យើងដេកទៅវាបាត់ទាំងយប់ហើយវាភ្លឺហើយវារាំងភ្លៀងទៀតហ្នឹងហើយហើយកន្លែងនេះគឺខ្ញុំចូលផ្ទះចង់កើតបងប្អូនថាឃើញស៊ុំប៊ីវារៀងឆោឡោពេកបងប្អូនរៀងភ័យហ្នឹងហើយខ្លាចវាមកតន់អីខ្ញុំខ្លាចជាងគេតែផ្ទុះទេប្រភេទយ៉ាងចេះខ្ញុំខ្លាចទេយើងធ្វើការដាក់វាម្ដងទៅហ្នឹងហើយដោយសារតែពួកហ្នឹងវាលក្ខណៈជាការស៊ុំប៊ីហ្នឹងហើយតែវាចូលមកដាក់វាម្ដងទៅហ្នឹងតែយើងមានរត់នាងដែរយើងទៅខ្លាចអី2នាក់ហើយអូខេធ្វើការកាប់តែម្ដងហើយបន្ទាប់ពីយើងកាប់ហើយគឺយើងធ្វើការដេកតែម្ដងបងប្អូននេះហើយចាំដេកចាំងើបឡើងចាំយើងញ៉ាំជាមួយនឹងអាហារយើងហ្នឹងហើយ
ហើយបន្ទាប់មកគឺយើងដេកមកមួយសបកហើយគឺព្រឹកឡើងបងប្អូនទាំងគ្នាយើងក៏បានយកផ្លូវមន់សាច់មន់បងប្អូនទាំងគ្នាយើងតើយកមកឆៃដោយសារតែយើងអស់កម្លាំងពីយប់មិញដោយសារតែយើងវាយស៊ុំប៊ីបងប្អូនហ្នឹងហើយបន្ទាប់ពីយើងឆៃហើយគឺយើងកុំឲ្យនៅការពេលយូរហើយកន្លែងនេះខ្ញុំនៅរៀងរារដោយសារតែខ្ញុំខ្លាចទៅបើកទ្វារមកគឺមានអា stepper វានៅខាងក្រៅហ្នឹងហើយដោយសារតែរាល់ដងគឺខ្ញុំបើកទ្វារមកគឺមាន stepper វាមកដល់ផ្ទុះយកតែម្ដងហ្នឹងហើយឥឡូវធ្វើការកាប់វាចោលសិនតែកាលណាបើមានវាគឺលក្ខណៈថាយើងរៀងខ្លាចមួយនេះគឺពេលថ្ងៃក៏វាអាចចេញមកធ្វើបាបយើងបានដែរបើថាវាអត់មានចាញ់កម្ដៅថ្ងៃដូចពួកប្រភេទ zombie ផ្សេងអញ្ចឹងណាហ្នឹងហើយឥឡូវវាមកផ្ទុះបាត់ហើយមកនេះយើងកាប់អត់ទាន់វាទេហ្នឹងហើយទៅត្រូវការទាំងហ្មងហើយពិបាកកាប់វាមែនតើដោយសារថាដីវារៀងមានដើមឈើមានអីអញ្ចឹងណាបើថាដីស្រឡះតែម្ដងអានឹងស្រួលកាប់វាកាប់រត់ហ្មងហើយបើមានធ្នូទៀតធ្នូខ្ញុំមានដូចគ្នាកំតែខ្ញុំបានយកមកតាមខ្លួននេះហ្នឹងហើយមានតែធ្នូតែអត់ព្រួញធ្នូហ្នឹងគឺខ្ញុំទៅវាយពីSkeleton មិញដែរទេបងប្អូនខ្ញុំរៀងកាត់មិញបងប្អូនហ្នឹងហើយឥឡូវយើងធ្វើការជួសជុលដីសិនកុំឲ្យវាមើលទៅរៀងគ្លៀងគ្លងដីយើងអញ្ចឹងណាវាគួរសម្ដាប់ធ្នាប់ណាគេហើយបន្ទាប់ពីយើងធ្វើការជួសជុលដីហើយគឺយើងមកធ្វើការកាប់តលងតែម្ដងហើយកន្លែងខ្ញុំកាប់តលងហ្នឹងគឺបងប្អូនចូលជាមួយនឹង Skeleton វាត្រាំទឹកទៀតបងប្អូននេះវាឃើញទៅពេលគឺវាត្រាំទឹកអញ្ចឹងទៅរៀងភ័យកាត់បដារៀងភ័យបដាទៅគឺការសម្លាប់វាចោលតែម្ដងទៅហ្នឹងហើយខ្ញុំកាត់ពេលយូរតែកន្លែងនេះរៀងគៀងទៀតបងប្អូនខ្ញុំចូលសំឡេងរៀងពិបាកទៀតហើយធ្វើការចូលទៅកាប់ហើយបន្ទាប់មកឃើញវាដូចអ្នកបែកកឆាអញ្ចឹងបងប្អូនទាំងគ្នាគឺឃើញបែរមកយើងខំភ័យបងប្អូនដល់ពេលចោះឡើងយកទៅប្រវល់ខ្លួនលេងណាណីទៀតអត់យល់វាតែម្ដងហើយពេលចោះឡើងទៅចូលទៅទឹកវាមើលយើងមកដូចវាអត់ចង់សម្លាប់យើងមិនហើយយើងធ្វើការសម្លាប់វាចោលទៅអាហ្នឹងវាជាឱកាសទេដល់ពេលឃើញយើងអត់មកអញ្ចឹងវាបាញ់យកតែម្ដងដល់ពេលយើងចូលអញ្ចឹងមានណាបងប្អូនទាំងគ្នារៀងឆោឡោរបស់វាដែរហ្នឹងហើយបន្ទាប់ពីយើងសម្លាប់ Skeleton ហើយគឺយើងធ្វើការទៅកាប់តលងយើងបន្តទៀតបងប្អូនទាំងគ្នាហើយទៅកាប់តាមកាប់ហើយអាតលងអស់ហ្នឹងបងប្អូនទាំងគ្នាវាដោះអត់ទាន់អស់ទេប៉ុន្តែវានៅទុំខ្លះអត់ខ្លះអញ្ចឹងណាបងប្អូនចេះធ្វើការកាប់វាដូរផ្លាស់ទីទៅកន្លែងបងប្អូនទាំងគ្នាផ្លាស់ទីទៅកន្លែងថ្មីអានេះដីតែមកយប់ដោះលឿនទេបងប្អូននេះដីហ្នឹងគឺដោះលឿនមែនតើបងប្អូនអត់ដូចដីយើងធម្មតាយើងកើតាមុនទេហើយបន្ទាប់មកយើងយកអាគ្រាប់តលូយើងមកដោយសារតែពូជវាទុំខ្លះអញ្ចឹងណាវាឡើងជាងមកដោយសារតែវាបន្តពូជទំលងគឺវាបែបហ្នឹងហើយបងប្អូនហ្នឹងហើយអូខេដោយសារតែវាពេលវាទុំខ្លាំងទៅវាកាប់ទៅវាចេះកើនឡើងទៅយើងដាំទៅតទៀតទៅវាដោះច្រើនទៅហើយដំបូងតែមួយឯងបងប្អូនតែខ្ញុំពូជតលងហ្នឹងដោយសារតែខ្ញុំដាំទៅវាប្រើឆ្អឹង Skeleton ខ្លះហើយបន្ទាប់ពីយើងដាំតលងហើយគឺយើងឆ្លៀតមកកាប់ស្រូវយកអាណាទុំល្អដើម្បីយើងធ្វើពូជវាទៅបន្តទៅមុខទៀតហើយស្រូវប្រភេទអស់ហ្នឹងបងប្អូនខ្ញុំអត់តាមបានប្រើបានតិចទេបងប្អូនហើយសម្រាប់តែយកទៅផលិតនំប៉័ងម្ដងគឺអត់តាមបានយកទៅទេដោយសារតែយើងនឹងតែធ្វើអីបងប្អូនចាដាំចោលទៅខាញ់លោយើងចិញ្ចឹមពពែចិញ្ចឹមអីទៅគឺយើងយកទៅឲ្យពួកវាស៊ីទៅហ្នឹងហើយដោយសារតែយើងមានអីស៊ីហើយយើងមានសាច់គោសាច់ជ្រូកអីចឹងណាបងប្អូនហ្នឹងហើយមានសាច់មាន់អីចឹងណាហើយប្រភេទស្រូវអស់ហ្នឹងគឺយើងយកទៅផលិតអីផ្សេងបានទៀតបងប្អូនហ្នឹងហើយធ្វើការដាំចោលទៅឲ្យមើលទៅវាស្អាតជុំវិញផ្ទះយើងចឹងណាហើយវាមានចេញមកគឺដូចជាប្រភេទលក្ខណៈជាកសិកម្មចឹងហើយបន្ទាប់មកអូខេយើងដាក់តាមនេះមកបងប្អូនទាំងគ្នាហើយពូជស្រូវនេះមិនដឹងលើមិនដឹងខ្វះទេអាស្នាមដែលខ្ញុំកាប់ហើយនេះបងប្អូនហ្នឹងហើយប្រហែលជាលើហើយបងប្អូននេះសល់ប្រហែលជា6គ្រាប់ទៀតហើយបន្ទាប់ពីយើងធ្វើបាន6គ្រាប់ទៀតយើងត្រកាឌៀវយកមកថ្មីដោយសារតែកាឌៀវនេះគឺអស់ហើយបងប្អូនគ្នាហើយបន្ទាប់ពីអស់ហើយហ្នឹងហើយយើងធ្វើការទៅយកកាឌៀវនឹងយកមកកាប់កន្លែងថ្មីហើយយើងដាក់ស្រូវបន្តទៀតហ្នឹងហើយដាក់កដាំវាចោលទៅបងប្អូនគ្នាហ្នឹងហើយដាំវាចោលទៅហ្នឹងហើយបន្ទាប់មកគឺមានអីទៀតបងប្អូនគ្នាគឺអស់ហើយដំណាំយើងគឺដាំតែប៉ុណ្្នឹងហ្នឹងហើយបើសិនតែវាដោះច្រើនណាបងប្អូនគ្នាយើងបន្តពូជពេញអាកាលៀនហ្នឹងហើយគឺមើលទៅឃើញស្អាតណាហ្នឹងដោយសារតែយើងទៅដាំបានប្រហែល100គុំហើយបងប្អូនគ្នាហ្នឹងហើយអូខេហើយបន្តមកធ្វើការចូលទៅផ្ទះដើម្បីយើងឡើងទៅលើផ្ទះដើម្បីយើងមើលជួយទេសភាពដំណាំរបស់យើងហើយចង់ដឹងថាវាស្អាតប៉ុណ្ណាអញ្ចឹងណាអូខេឥឡូវយើងឡើងមកដល់លើដំបូលផ្ទះហើយនេះបងប្អូនគ្នាដំណាំរបស់យើងដែលយើងរៀបចំមិញណាហើយនៅមួយមុខទៀតបងប្អូនគ្នាមុខមួយទៀតគឺអំពៅហើយអំពៅគឺយើងអាចដាក់នៅតាមគៀកនៅគៀនឆ្នេរសមុទ្រជាងសិនបងប្អូនគ្នា
ហ្នឹងហើយអញ្ចឹងយើងអត់ទាន់យកមកធ្វើលក្ខណៈជាដីជាអីដាំអីស្រួលបួលទេហ្នឹងហើយហើយត្រូវការទុកប៉ែលសិនបងប្អូនទុកប៉ែលនេះចេះសិនយើងស្រួលមើលហើយធ្វើមួយថ្ងៃបងប្អូនវាចេះតែលក្ខណៈថាយើងអត់មានបានសម្រាប់សំប៊ីអីទេបងប្អូនពេលខ្លះយើងផ្លេចយកទុកអីចឹងណាហ្នឹងហើយពេលអញ្ចឹងទៅវាជាប់នឹងដៃនឹងហ្មងហ្នឹងហើយពេលខ្លះវាអត់សូវចាប់អារម្មណ៍បងប្អូនហើយខ្ញុំគាត់ថាបើសិនយើងជួលអាងជួលអីបានយើងពាក់តែពេលយើងពាក់ទៅចេញមកចេះផ្លេចដោះរហូតអូខេហើយវីដេអូយើងមានតែប៉ុណ្ណឹងបងប្អូនទាំងគ្នាសង្ឃឹមតែបងប្អូនទាំងគ្នាជួយគាំទ្រម្នាក់មួយផងហ្នឹងហើយដោយសារតែ YouTube ថ្មីអញ្ចឹងណាវីដេអូថ្មីអញ្ចឹងទៅបើធ្វើអញ្ចឹងសង្ឃឹមតែបងប្អូនទាំងគ្នាជួយអធិស្ឋានឲ្យម្នាក់មួយផងមានការលើសលួខុសខាតក្នុងការនិយាយស្ដីត្រង់ណានោះហ្នឹងហើយដោយសារតែយើងជាតារាទៅវរៈហើយចិត្តនឹងលេចទៅវិញបងប្អូនទាំងគ្នាអូខេនិយាយលេងឯងបងប្អូនហើយកុំភ្លេចជួយចុច Subscribe ផងបាយបាយ